Song Swakumakan The Breaking Coin ដោយក្រែនមានគម្រោងទាមទារសំណងចំនួន$44,000 លានពីរុស្ស៊ីចំពោះការបំភាយឧស្ម័នក្នុងសម័យសង្គ្រាមប្រភពពីរយតថ្ងៃទី19ខែវិច្ឆិកាឆ្នាំ2025រដ្ឋមន្ត្រីមួយរូបរបស់រដ្ឋាភិបាលអ៊ុយក្រែនបានប្រាប់ទីភ្នាក់ងារសារព័ត៌មានរយតថាអ៊ុយក្រែនគ្រោងនឹងទាមទារប្រាក់ជិត$44,000 លានពីប្រទេសរុស្ស៊ីសម្រាប់សំណងការខូចខាតដែលទាក់ទងនឹងការកើនឡើងនៃឧស្ម័នបង្កកម្ដៅផែនដីដោយសារសង្គ្រាមដែលកំពុងបន្តការផ្លាស់ប្តូរនេះជាលើកដំបូងហើយដែលប្រទេសមួយទាមទារសំណងសម្រាប់ការកើនឡើងនៃឧស្ម័ននេះរួមទាំងពីការប្រើប្រាស់ឥន្ធនៈហ្វូស៊ីលស៊ីម៉ង់និងដែកថែបដែលប្រើក្នុងការប្រយុទ្ធក្នុងសង្គ្រាមក៏ដូចជាការបំផ្លាញដើមឈើដោយសារអគ្គិភ័យដែលកើតឡើងលោកប៉ាវឡូកាតាសូវអនុរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចបរិស្ថាននិងកសិកម្មរបស់អ៊ុយក្រែនបានមានប្រសាសន៍ថាការខូចខាតជាច្រើនត្រូវបានបង្កឡើងដោយទឹកដីនិងព្រៃឈើលោកកាតាសូវបានប្រាប់រយតក្នុងបទសម្ភាសន៍មួយនៅក្រៅកិច្ចប្រជុំកំពូលអាកាសធាតុ COP30 នៅប្រទេសប្រេស៊ីលថាយើងមានបរិមាណដ៏ច្រើននៃឧស្ម័ន CO2 និងឧស្ម័នផ្ទះកញ្ចក់បន្ថែមសមាជិកមួយរូបនៃគណៈប្រតិភូរុស្ស៊ីក្នុងកិច្ចប្រជុំ COP30 បានបដិសេធមិនធ្វើអត្ថាធិប្បាយទេអ្នកជំនាញផ្នែកកណេកាបូនជនជាតិហូឡង់លោកលេណាត ដឺ ក្លូបបានប៉ាន់ប្រមាណថាសង្គ្រាមនេះបានបង្កើតឧស្ម័នសមមូល CO2 បន្ថែមប្រហែល237លានតោនចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែនក្នុងខែកុម្ភៈឆ្នាំ2022ដែលស្ទើរតែស្មើនឹងបរិមាណឧស្ម័នប្រចាំឆ្នាំរបស់ប្រទេសអ៊ីឡង់ បែលហ្ស៊ិកនិងអូទ្រីសបូកបញ្ចូលគ្នាលោក ដឺ ក្លូបបានប្រាប់រយតថាលោកបានជួយអ៊ុយក្រែនក្នុងការគណនាទំហំទឹកប្រាក់សំណងនេះដោយផ្អែកលើការសិក្សាមួយក្នុងទស្សនាវដ្តីនៃឆកាលពីឆ្នាំ2022ដែលបានប្រមាណនៅអ្វីដែលគេហៅថាថ្លៃដើមសង្គមនៃកាបូនដែលជាការប៉ាន់ប្រមាណនៃការខូចខាតដល់សង្គមពីឧស្ម័ន CO2 ក្នុងតម្លៃប្រហែល$185ក្នុង1តោនលោកបាននិយាយថាអ៊ុយក្រែនកំពុងរៀបចំដាក់ពាក្យបណ្ដឹងតាមរយៈដំណើរការសំណងថ្មីមួយដែលត្រូវបានបង្កើតឡើងដោយក្រុមប្រឹក្សាអឺរ៉ុបដែលបានទទួលពាក្យបណ្ដឹងប្រហែល70,000ករណីរួចហើយពីបុគ្គលជនជាតិអ៊ុយក្រែនសម្រាប់សំណងការខូចខាតក្នុងសម័យសង្គ្រាមពាក្យបណ្ដឹងទាំងអស់រួមទាំងពាក្យបណ្ដឹងដែលបានដាក់ដោយនីតិបុគ្គលផ្សេងទៀតដូចជាក្រុមហ៊ុននឹងត្រូវបានសម្រេចដោយគណៈកម្មការទាមទារសំណងមួយវានៅតែមិនច្បាស់លាស់ថាតើសំណងនឹងបានមកពីណានោះទេលោក ដឺ ក្លូបបានស្នើថាប្រាក់រាប់ពាន់លាន$នៃទ្រព្យសម្បត្តិរុស្ស៊ីដែលត្រូវបានបង្កប់អាចត្រូវបានប្រើប្រាស់សម្រាប់ការទូទាត់សំណងទាំងនេះ